ចំពោះការហាត់កីឡាក៏សូមឲ្យការលើកទឹកចិត្តឥឡូវខ្ញុំឃើញប្រជាពលរដ្ឋយើងគឺកីឡាច្រើនសុខភាពច្រើនបាទអាហ្នឹងគឺលើកទឹកចិត្តបន្តទៅលើកិច្ចការនេះព្រោះកីឡាមិនមែនតែរឿងមហារីកទេវាជួយរឿងច្រើនណាស់បាទហើយបញ្ហាសុខភាពគឺជាបន្ទុកធ្ងន់ណាស់របស់រដ្ឋាភិបាលទូទាំងពិភពលោកខ្ញុំចាំនៅអាមេរិកម្ដងនោះមានសភាអាមេរិកចង់ដាក់គេហៅថាឲ្យ credit សម្រាប់អ្នកដែលចុះឈ្មោះហាត់កីឡាហើយបើហាត់កីឡាមួយខែបានប្រមាណម៉ោងរត់ឲ្យលុយប្រមាណទៅវិញគេកោតកលេងចេះគេកោតកលេថាបើសិនជាប្រជាជនហាត់កីឡាច្រើនឈឺតិចអញ្ចឹងបើឈឺតិចរដ្ឋសុខចិត្តយកលុយទៅឲ្យប្រជាពលរដ្ឋហាត់កីឡាព្រោះបើសិនជាគាត់ឈឺទៅរដ្ឋចាយលុយច្រើនអស់អាំងសរងអស់អីអស់ច្រើនណាចំណាយច្រើនណាស់ទៅលើសុខាភិបាលតែបើប្រជាជនសុខភាពល្អទី1ចំណាយសុខភាពនឹងវាមិនសូវច្រើនទី2ប្រជាជនគាត់ជាធនធានសំខាន់បើគាត់ឈឺគាត់ផលិតអត់បានទេផលិតភាពគាត់ដេកឈឺតែបើគាត់អត់ឈឺសុខភាពគាត់ល្អគាត់ជាកម្លាំងពលកម្មផលិតឲ្យប្រទេសច្រើនហាក់ដូចសម្រាប់កម្ពុជាក៏ដូចគ្នាហើយខ្ញុំជឿថាប្រជាពលរដ្ឋរបស់យើងវិនិយោគរៀនសូត្រវិនិយោគខំប្រឹងធ្វើការតែទីបំផុតភ្លេចវិនិយោគលើខ្លួនឯងបាទវិនិយោគផលិតផលផលិតស្នាដៃតែភ្លេចវិនិយោគទៅក្នុងការបង្ការសុខភាពខ្លួនឯងច្រើនរួមទាំងខ្ញុំម្ដងម្កាលផងមិនមែនម្ដងម្កាលច្រើនកាលដែរប្រពន្ធចេះសួរមកអីមួយថ្ងៃ2 3ម៉ោងអញ្ចឹងទៅវិញរួចតែទៅទៅណាតែពេលខ្លះគឺជាកិច្ចការបានកីឡាយូរបាទហើយឥឡូវតាំងពីឡើងមកគេមិនសូវហៅទៅកម្មវិធីក៏សុខភាពហ្នឹងក៏តាមហ្នឹងណាចេះតែនិយាយប៉ុន្តែកិច្ចការនេះគឺខ្ញុំឃើញហើយការជំរុញច្រើនហើយកីឡាហើយទីកន្លែងនៅតាមរាជធានីខេត្តខ្ញុំសូមអរគុណឃើញតាមបណ្ដារាជធានីខេត្តជាច្រើនរៀបចំកន្លែងសួនកីឡាឲ្យប្រជាពលរដ្ឋគាត់ទៅពេញយើងបង្កលក្ខណៈរៀបចំសួនសាធារណៈរៀបចំច្រើននៅគ្រប់ខេត្តទាំងអស់បាទគាត់រត់ឥឡូវឡើងទី1រឿងសុវត្ថិភាពបាទទៅម៉ោង4ម៉ោងអីគាត់ពេញកន្លែងអត់ព្រួយរឿងចោលប្លន់ចោលអីម៉ូតូអីចឹងគាត់ទៅទី2បរិស្ថានឥឡូវកន្លែងរៀបចំសួនសិតតែបេតុងសិតតែការ៉ាសិតតែអីស្អាតកន្លែងខ្លះរៀបចំវាស្មៅវាអីប៉ាសុខភាពគាត់ទៅទៀត